អ្នកធ្លាប់ឆ្ងល់ទេហេតុអ្វីបានជាប្រទេសជិតខាងយើងដូចជាហ្វីលីពីនវៀតណាមឬថៃតែងតែរងការវាយប្រហារដោយព្យុះសង្ឃរាធំៗនិងរលកយក្សជាញឹកញាប់ប៉ុន្តែប្រទេសកម្ពុជាបែរជាកម្រនឹងជួបគ្រោះមហន្តរាយផ្លូវសមុទ្រសាហាវៗទាំងនោះទៅវិញតើវាជារឿងចៃដន្យឬមួយក៏ធម្មជាតិបានបង្កើតហេតុការពារលាក់មុខឲ្យមកឈរពាំងការពារទឹកដីយើងចំណេះដឹង3នាទីនឹងធ្វើការពន្យល់នៅក្នុងវីដេអូនេះតួអង្គសំខាន់នៃអាថ៌កំបាំងនេះគឺកោះកុងក្រៅដែលជាកោះធំបំផុតនៅប្រទេសកម្ពុជានៅក្នុងដែនសមុទ្រនៃខេត្តកោះកុងកោះមួយនេះមិនត្រឹមតែមានភាពស្រស់ស្អាតដូចថនសួគ៌ក្រោមមេឃនោះទេតែវាមានទម្រង់ភូមិសាស្ត្រជាជញ្ជាំងធម្មជាតិដ៏រឹងមាំបំផុតកោះកុងក្រៅមានជួរភ្នំនិងព្រៃឈើក្រាស់ឃ្មឹកដែលលាតសន្ធឹងពាំងច្រកចូលដែនសមុទ្រកម្ពុជានៅពេលដែលមានខ្យល់ព្យុះបោកចេញពីសមុទ្រចិនខាងត្បូងឬឈូងសមុទ្រថៃជញ្ជាំងភ្នំនិងព្រៃឈើនៃកោះនេះនឹងធ្វើសកម្មភាពកាត់បន្ថយកម្លាំងខ្យល់និងបំបែកចរន្តខ្យល់កើនឡើងធ្វើឲ្យព្យុះដែលបក់ចូលមកដល់ក្នុងឆ្នេរសមុទ្រនិងដីគោកកម្ពុជាថយចុះកម្លាំងនិងបាត់បង់ភាពសាហាវស្ទើរតែទាំងស្រុងមិនត្រឹមតែការពារខ្យល់ទេជម្រៅទឹកនិងទម្រង់ដីកោះកុងក្រៅដើរតួជាដុំស្ពតស្រូបយករលកពេលមានរលកធាតុអាកាសធំឬការប្រែប្រួលរលកសមុទ្រខ្លាំងរលកទាំងនោះនឹងត្រូវទង្គិចនិងបាត់បង់ថាមពលនៅភាគខាងក្រៅនៃកោះជាជាងបុកទង្គិចចំមកលើឆ្នេរសមុទ្រក្រុងខេមរភូមិន្ទឬខេត្តព្រះសីហនុបន្ថែមពីលើនេះតំបន់ជុំវិញកោះកុងក្រៅក៏ជាប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងដ៏ក្រាស់ដែលជួយការពារការបាក់ច្រាំងនិងរក្សាសម្តុល្យភាពធម្មជាតិយ៉ាងអស្ចារ្យកោះកុងក្រៅមិនមែនគ្រាន់តែជាកោះទេសចរណ៍មួយនោះទេតែវាជាអាវក្រោះមាសដែលបុព្វបុរសនិងធម្មជាតិបានទុករក្សាការពារជាតិសាសនាខ្មែរពីគ្រោះមហន្តរាយសមុទ្រសម្រាប់បងប្អូនវិញតើធ្លាប់បានទៅកម្សាន្តឬឃើញភាពអស្ចារ្យនៃកោះកុងក្រៅនេះដោយផ្ទាល់ភ្នែកហើយឬនៅជួយ comment និង subscribe ដើម្បីទទួលបានវីដេអូអាថ៌កំបាំងស្រុកខ្មែរយើងបន្តទៀតជួបគ្នានៅវីដេអូក្រោយសូមអរគុណ